សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូសម្រាយរឿងបានឡើងស្រេចដើភាគទី27ចៅឈិននាងល្អិតតែឯងកំពុងតែនិយាយអ្វីនឹងធូប៉ាក៏បានហាមឃាត់គេទៅម្នាក់ប្រុសពេលអាវខៀវនេះក៏បាននិយាយបងប្រុសរបស់នាងតូចនេះមើលទៅស្បែកសទន់ល្អនិងសង្ហាមិនអាចទៅរួចនៅក្នុងការយកឈ្នះនោះទេបុរសពាក់អង្កាំនេះក៏បានបន្តក្មេងៗគឺមិនស្ទាក់ស្ទើរនៅក្នុងការនិយាយហេតុអ្វីបានជាឯងនៅប្រកាន់ជាមួយនឹងក្មេងម្នាក់ពាក់អាវខៀវក៏បានតបមែនហើយវាគ្រាន់តែជាមនុស្សមិនដែលស្គាល់ការទៅដល់មន្ទះថ្មទី3វាជារឿងល្អណាស់ពនាងមីងយាក៏បាននិយាយទៅកាន់អ៊ីប៉ាយមកដល់ទីនេះទៅហើយតើលោកមិនហ៊ានសារបងវាទេឬអ៊ីប៉ាយក៏បានតបមិនអីទេខ្ញុំនឹងទៅសារបងវាឥឡូវនេះទោះជាយ៉ាងណាខ្ញុំមិនអាចធានាថាខ្ញុំអាចនឹងទៅដល់ថ្មទីប៉ុន្មាននោះទេនាងល្អិតបងប្រុសស៊ូស៊ូបងប្រកាសជាអាចធ្វើវាបានអ៊ីប៉ាយក៏បានចូលទៅពេនភ្នែនដើម្បីស្វែងយល់វាហាក់បីដូចជាសាមញ្ញជាងអ្វីដែលខ្ញុំបានគិតទៅទៀតរួចគេក៏បានបន្តទៅថ្មបន្តគេក៏បានអង្គុយពេនភ្នែនបែបផ្នែកបន្តិចរួចក៏ងើបឡើងវិញបន្តទៅថ្មទី3មនុស្សប្រុសម្នាក់នោះក៏បាននិយាយទៅហេតុអ្វីបានជាល្បឿនរបស់គាត់នោះគឺលឿនម្ល៉េះនោះគឺជារបៀបដែលគេស្វែងយល់វាម្នាក់ស្រីនេះក៏បាននិយាយម្ដងតើវាអាចត្រួតនៅទេដែលវាគ្រាន់តែជាការបង្ហាញចំណាប់អារម្មណ៍ទាំងមានតបទូប៉ានិងពនាងមីយាក៏មិនមានល្បឿនលឿនបែបនេះដែរម្នាក់ប្រុសនេះក៏បានតប្រហែលជាមានរឿងអ្វីមួយដែលគួរសង្ស័យហើយចៅឈិនក៏បានរៀងជ្រិញបន្តិចបន្ទះថ្ម3ដំបូងនេះគឺមិនមានអ្វីពិសេសនោះទេរងចាំដល់គេដល់ថ្មទី4នោះថាគេនឹងគឺអាចបន្តទៅមុខបានទៀតដែរឬទេអ៊ីប៉ាយបន្ទះថ្មទាំងអស់នេះក៏ត្រូវបានឆ្លាក់ដោយបច្ចេកទេសតាមវិញ្ញាណទាំង7និយាយតាមហេតុផលវាទាមទារកម្រិតខ្ពស់នៃការយល់ដឹងវាមិនគួរសាមញ្ញបែបនេះនោះទេឬក៏បានធ្វើទៅថ្មបន្តពិតជាការលំបាកនៅទីនេះយីហោបន្តនៅល្បឿនបែបនេះទៀតយ៉ាងហោចណាស់គេក៏អាចទៅដល់បន្ទះថ្មទី6ដែរពនាងមីងយាក៏រៀងសើចបន្តិចតាមគំនិតរបស់ខ្ញុំគេអាចធ្វើទៅដល់បន្ទះថ្មទី7បានទូប៉ាក៏បាននិយាយក្នុងចិត្តអាល្អិតសំអុយទោះយ៉ាងណាក៏ដោយគ្មាននរណាម្នាក់នៅក្នុងចំណោមពួកឯងនឹងគឺអាចចាក់ចេញទាំងមានជីវិតបាននោះទេចៅចិនកិញអ៊ីប៉ាយបន្តទៅមុខទៀតក៏បានលន់មាត់តើវាអាចទៅរួចដោយរបៀបណាទៅនៅក្នុងការយល់ដឹងរបស់អ៊ីប៉ាយវិញ្ញាណដើរខ្លាំងបែបនេះគេក្រោកឈរបន្តិចក៏ស្រាប់តែឃើញខ្លួនឯងកាលពីតូចលោកគ្រូក៏បានថាអ៊ីប៉ាយឯងកាត់មកគឺមានឆ្អឹងដើរតែមួយប៉ុណ្ណោះលក្ខណៈសម្បត្តិមិនល្អប្រសិនបើជាឯងទទួលចង់ខ្លាយទៅជាអ្នកវឹកហាត់ដើរឯងត្រូវតែស៊ូទ្រាំនឹងការជិះចាប់ដែលមនុស្សធម្មតាគឺមិនអាចទ្រាំទ្របានតែឯងបានក្រំពីរឿងនេះច្បាស់ហើយឬនៅលោកគ្រូខ្ញុំអាចស៊ូទ្រាំនឹងការលំបាកបានក៏អាចខ្លាយទៅជាអ្នកវឹកហាត់ដើរដ៏ខ្លាំងក្លាម្នាក់ដែរខ្ញុំមិនខ្លាចអ្វីទាំងអស់លោកគ្រូគេក៏បានតបឯងគឺជាអ្នកនិយាយដោយខ្លួនឯងនោះទេកុំបន្តខ្ញុំថាធ្វើបាបក្មេងនៅពេលក្រោយអ៊ីប៉ាយមិនអាចនោះទេលោកគ្រូកុំអារម្មណ៍អីលោកគ្រូរបស់គេក៏បានប្រាប់យ៉ាងណាដំបូងខ្ញុំនឹងឲ្យឯងជួបប្រទះនៅអារម្មណ៍ដែលត្រូវបានគេចាក់ទម្លុះដោយដាវពាន់ដើមឬក៏បានយកម្រាមដៃចង្អុលទៅលើថ្ងាសរបស់អ៊ីប៉ាយធ្វើឲ្យគេនោះក៏ឈឺចាប់យ៉ាងខ្លាំងលោកគ្រូក៏បានបន្តបើសិនបើជាឯងអាចទ្រាំទ្របានពួកយើងនឹងបន្តទៀតអ៊ីប៉ាយឈឺចាប់ពេកក៏បានស្លាប់ងើបពីស្លាប់លោកគ្រូក៏បានសួរទៅតើយ៉ាងម៉េចហើយតើឯងនៅតែចង់ខ្លាយទៅជាអ្នកវឹកហាត់ដើរដែរឬទេអ៊ីប៉ាយបានសួរងើបចង់លោកគ្រូក៏បានបន្តព្រោះតែឯងគឺបានព្រួតនឹងការឈឺចាប់រួចទៅហើយហេតុអ្វីបានជាឯងតស៊ូនឹងទៅចង់ទៀតអ៊ីប៉ាយក៏បានតបពីព្រោះមានតែការទទួលបាននៅកម្លាំងដ៏អស្ចារ្យប៉ុណ្ណោះទេទើបជាងអាចការពារមនុស្សដែលយើងស្រឡាញ់បានបើសិនបើជាខ្ញុំខ្លាំងជាងនេះឪពុកម្ដាយខ្ញុំមិនស្លាប់ទេលោកគ្រូល្អខ្ញុំនឹងធ្វើវាបន្តយើងមើលអ៊ីប៉ាយនៅក្នុងការយល់ដឹងវិញពួកឯងទាំងអស់គ្នាគឺមិនអាចបំភ័យខ្ញុំបានទេគេក៏បានស្រែកបន្តិចរៀបរៀងគេធម្មពលការពារក៏បានចេញឡើងមកដាវជាច្រើនក៏បានចាក់ទម្លុះខែការពារប៉ុន្តែចាក់មិនបែកនោះទេអ៊ីប៉ាយក៏បានបន្តថាស្រីដាវទី6ទទួលបានហើយម្នាក់ប្រុសពាក់ស្លាមមកនេះក៏បានថាគេពិតជាអាចយល់ពីបន្ទះថ្មទី6បានមែនតើខ្ញុំកំពុងតែជួបខ្មោចមែនទេបុរសពាក់អង្កាំក៏បានថាតើគេនោះគឺជានរណាឲ្យប្រកាសទៅការយល់ដឹងរបស់គេគឺខ្លាំងជាងការយល់ដឹងរបស់ព្រះនាងរួមទាំងអ្នកដទៃផ្សេងទៀតផងម្នាក់ប្រុសជុតខៀវក៏បាននិយាយតើគេអាចជាសិស្សរបស់គ្រូដាវដែលខ្លាំងជាងគេណាម្នាក់ដែរឬទេនាងល្អិតក៏បានទះដៃយ៉ាងសប្បាយខ្ញុំដឹងហើយថាបងប្រុសរបស់ខ្ញុំគឺអាចធ្វើបានព្រះនាងសៅប៉ាយពិតជាអស្ចារ្យមែនយីហោក៏បានគិតបន្តិចទេពកោសលល្អបែបនេះវាគួរឲ្យស្ដាយដែលគេនឹងគឺមានអ្នកស្រឡាញ់រួចទៅហើយចៅចិនក៏បានខ្សឹបលបងធូប៉ាមនុស្សម្នាក់នេះគឺពិតជាគួរឲ្យស្អប់ណាស់តែយើងគួរតែធូប៉ាក៏បានប្រាប់វាមិនទាន់ដល់ពេលវេលាសមរម្យនោះទេចៅចិនប៉ុន្តែខ្ញុំគឺមិនអាចទ្រាំបានទៀតទេឬប្រហែលជាយើងគួរតែស្វែងរកឱកាសនៅកន្លែងផ្សេងធូប៉ាយើងរងចាំមើលសិនទៅគេអាចនឹងត្រូវបាត់ចេញឆាប់ៗនេះអ៊ីប៉ាយក៏បានបន្តទៅថ្មចុងក្រោយវាពិតជាចម្លែកណាស់ហេតុអ្វីបានជាបន្ទះថ្មមួយនេះមិនមានប្រតិកម្មអ្វីទាំងអស់អញ្ចឹងអ៊ីប៉ាយក៏បានដើរមើលបន្តិចយល់ហើយគេក៏បានប្រើថាវល់វាយទៅលើដុំថ្មនោះអ្នកទស្សនាក៏រៀបភ្ញាក់ផ្អើលបន្តិចចៅឈិនតើគេក៏ចង់បំផ្លាញមរតកចោលឯងកំពុងតែរត់ស្លាប់ហើយឬគេក៏បានរត់ចូលទៅប៉ុន្តែត្រូវបានចំហាយថាពលវាយឲ្យគេបាំងមកក្រោយវិញអ៊ូតឈាមបន្តិចថាពលចេញពីថ្ងៃអ៊ីប៉ាយចូលទៅកាន់ថ្មនេះគឺជាថាពលពេញលេញនៃបច្ចេកទេសវិញ្ញាណទាំង7រួចគេក៏បានដាក់ចាក់ចេញវិញបរិសស្លាប់មកនេះក៏បាននិយាយទៅមនុស្សម្នាក់នេះគឺអាក្រក់ពេកហើយតាមពិតគេគឺទទួលបានមរតកដៅទាំងអស់ម្នាក់ប្រុសពាក់អង្កាំនឹងក៏បាននិយាយតែតែមានមនុស្សល្អជាងយើងម្នាក់ឲ្យខ្មៅនេះតោះពួកយើងទៅគ្មានអ្វីត្រូវមើលនៅទីនេះទៀតទេនាងល្អិតក៏បានថាចុះនរណាដែលនិយាយថាលេបដើរឥឡូវនេះយ៉ាងម៉េចហើយចៅជិនស្ទើរតែគួតឈាមម្សាលទៀតប៉ុន្តែធូប៉ាក៏បានថាវាដល់ពេលគ្រប់គ្រាន់ហើយតោះពួកយើងទៅគិតតកស្រីខ្ញុំក៏ទៅជាមួយនឹងលោកដែរអ៊ីប៉ាយក៏បានដើរចូលមកឆាវឯងអាចសាឡបងបានហើយបច្ចេកទេសតាមវិញ្ញាណដើរទាំង7នេះពិតជាល្អណាស់មានតម្លៃនៅក្នុងការរៀននាងល្អិតមិនមែនថាខ្ញុំមិនចង់រៀននោះទេខ្ញុំខ្លាចធ្វើឲ្យបងនឹងគឺពិបាកចិត្ត
ចិត្តអ៊ីប៉ាយក៏បានតបមានអ្វីត្រូវរិះគន់ប្រសិនបើជាឯងនឹងមានការយល់ដឹងខ្ពស់បងគឺសប្បាយចិត្តមិនយាក៏បានដើរចូលមកមែនហើយឯងក៏ឆាប់ទៅលឿនទៅឲ្យពួកយើងនឹងគឺបានមើលផងយីហួរបងស្រីតូចឯងគួរតែធ្វើវាល្អជាងពួកយើងហេតុអ្វីបានជាឯងនឹងមិនបង្ហាញពួកយើងទៅនាងតូចមិនអីទេខ្ញុំនឹងទៅឥឡូវនេះក៏មានការភ្ញាក់ផ្អើលពេលក្រោយអសោះនាងល្អិតគ្រាន់តែដើរទៅជិតថ្មនោះក៏អាចយល់ដឹងយ៉ាងឆាប់រហ័សពីមួយទៅមួយរួចក៏បានត្រឡប់មកវិញស្នៀតដើរនេះគឺពិតជាល្អណាស់ប៉ុន្តែវាមិនមែនជារបស់ពិសេសអ្វីនោះទេអ៊ីប៉ាយក៏បានសើចបន្តិចឆាឯងនិយាយមិនខុសនោះទេជាមួយនឹងកម្រិតនៃការយល់ដឹងរបស់ឯងវាពិតជាធ្វើឲ្យមនុស្សភ្ញាក់ផ្អើលមែននាងល្អិតក៏បានតបអ្នកទាំងអស់គ្នាខ្ញុំនិយាយរួចហើយថាកុំឲ្យទៅខ្ញុំគឺមិនមានបំណងនោះទេមិនហើយតាមពិតពួកបងគឺប្រកែកណាស់ទោះបីជាខ្ញុំគឺមានទេពកោសល្យនៅមានការយល់ដឹងល្អក៏ដោយប៉ុន្តែខ្ញុំគឺមិនចូលចិត្តវឹកហាត់ដើរនោះទេមិនចូលចិត្តទាល់តែសោះយីហួរឥឡូវនេះខ្ញុំមានអារម្មណ៍ថាចង់វាយនរណាម្នាក់ណាមិញយីខ្ញុំក៏អញ្ចឹងដែរនាងល្អិតក៏បានរើទៅក្រោយខ្នងរបស់អ៊ីប៉ាយពួកបងគឺមិនអាចធ្វើបាបកូនក្មេងបាននោះទេអ៊ីប៉ាយអ្នកទាំងពីរស្ងប់អារម្មណ៍សិនឬយើងក៏បានឃើញថាអាស្រ័យរឿងរបស់យើងក៏បានជិនដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើសលួសខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នាពេលក្រោយ